លោកនាងជាទីមេត្រីអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាលោក William Haidt សម្ដែងការមិនយល់ស្របជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលបានប្រៀបធៀបពីការបង្ក្រាបបាតកម្មនៅសហរដ្ឋអាមេរិកទៅនឹងការបង្ក្រាបបាតកម្មនៅកម្ពុជាការមិនយល់ស្របនេះធ្វើឡើងតាមរយៈកាយវិការឆ្លើយតបទៅនឹងសម្ដីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលថ្លែងសន្ទរកថានៅក្នុងពិធីសម្ពោធរោងចក្រថ្មីរបស់ក្រុមហ៊ុនភេសជ្ជៈ Coca-Cola ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនៅព្រឹកថ្ងៃទី 5 ធ្នូនេះលោកយាងសុជីមេតារាយការណ៍អំពីរឿងនេះនៅក្នុងសន្ទរកថារយៈពេលប្រមាណ1ម៉ោងលោកហ៊ុនសែនបានចំណាយពេលជិត30នាទីនិយាយពីការបោះឆ្នោតនៅសហរដ្ឋអាមេរិកនិងពីការបង្ក្រាបបាតកម្មក្រោយការបោះឆ្នោតនៅទីនោះក្នុងកាយវិការហាក់សម្ដែងរឹកពីជាគ្រូបង្រៀនផ្នែកសេដ្ឋកិច្ចផ្នែកវិទ្យាសាស្ត្រនយោបាយសង្គមនិងការទូតផងនោះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានរំលឹកឡើងវិញពីកម្មវិធីរបស់លោកដែលថាលោកដូណាល់ត្រាំនឹងជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកថ្មីលោកហ៊ុនសែនក៏យកឱកាសនេះនិយាយផ្លែផ្កាឌឺដងជាថ្មីទៅកាន់មនុស្សមួយចំនួនដែលធ្លាប់រិះគន់លោកដូណាល់ត្រាំនិងគោលនយោបាយរបស់ប្រធានាធិបតីថ្មីរូបនេះក្នុងនោះគឺគេដឹងថាមានទាំងប្រធានគណៈបក្សសង្គ្រោះជាតិលោកសំរងស៊ីផងដែរក្រៅពីរំលឹកពីការគាំទ្ររបស់លោកចង់ឲ្យលោកដូណាល់ត្រាំឈ្នះឆ្នោតលោកហ៊ុនសែនក៏បានលើកឡើងពីបាតកម្មនៅសហរដ្ឋអាមេរិកនៅក្រៅការបោះឆ្នោតលោកហ៊ុនសែនមានប្រសាសន៍ថាអ្វីដែលធ្លាប់កើតឡើងនៅកម្ពុជាពេលនេះបានកើតឡើងនៅសហរដ្ឋអាមេរិកហើយមកដល់ចំណុចនេះលោកហ៊ុនសែនថ្លែងថាបាតកម្មជាច្រើននឹងមានសភាពធ្ងន់ធ្ងរនៅសហរដ្ឋអាមេរិកបានផ្ទុះឡើងនៅក្រៅការបោះឆ្នោតតែប្រសាសន៍របស់លោកហ៊ុនសែនត្រង់នេះត្រូវបានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក William Haidt ដែលកំពុងអង្គុយនៅលើវេទិកាស្ដាប់លោកហ៊ុនសែននិយាយនោះលើកដៃធ្វើកាយវិការជាសញ្ញាឆ្លើយតបម្ដងហើយម្ដងទៀតថាបាតកម្មនៅសហរដ្ឋអាមេរិកគឺมันមានលក្ខណៈធ្ងន់ធ្ងរដោយលោកហ៊ុនសែនលើកឡើងនោះឡើយកាយវិការនេះហើយបានធ្វើឲ្យលោកនាយករដ្ឋមន្ត្រីកម្ពុជាដំឡើងសម្លេងនិងទាមទារឲ្យលោក William Haidt ផ្ដល់រូបភាពនិងឯកសារនៃការបង្ក្រាបបាតកម្មនៅសហរដ្ឋអាមេរិកឲ្យលោកលើនេះក្រោយការបោះឆ្នោតបាតកម្មនៅអាមេរិកបានពុះឡើងច្រើនរត់មិនមែនតូចទេលោកឯងក៏តូចហ្មងលោកឯងនិយាយថាតូចហើយលោកឯងថាខ្ញុំធំប៉ុន្តែលោកឯងថានិយាយថាតូចប៉ុន្តែរឿងខុសគ្នាតាមលោកឯងឥឡូវបើលោកឯងថាតូចលោកឯងផ្ដល់រូបថតឲ្យខ្ញុំបានព្រោះជាថ្ងៃមុនរឿងអីក្នុងពេញបោកគេយកមកប្រៀបធៀបតើអស់លោកបានមើលថាក្នុងពេញបោកទៅចុះផ្សាយថានេះជារូបភាពបាតកម្មនៅក្នុងពេញហើយនេះជារូបភាពបាតកម្មនៅអាមេរិករូបភាពនៅបាតកម្មនៅអាមេរិកគេដាក់ស្ត្រីម្នាក់ចាក់បែកតាខ្មៅដើរយ៉ាងសង្ហាក្នុងពេលដែលព័ត៌មានផ្សាយយ៉ាងចំហអំពីការបង្ក្រាបយ៉ាងពោលគឺនៃប៉ូលីសរបស់អាមេរិកទៅលើបាតកម្មចាក់ប្រព័ន្ធនេះតែបានថាតើមិនកើតទេយើងមើលឯកជួយប្រងឯកសារបានទេជួយប្រងខ្ញុំមានហើយប៉ុន្តែខ្ញុំចង់ដឹងថាតើទូតអាមេរិកដែលកាន់ខ្លួនជាបិតាប្រជាធិបតេយ្យនិងមេតាសង្គ្រោះហ៊ានបញ្ចេញការពិតរាល់កន្លងទៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានិងរដ្ឋាភិបាលសហរដ្ឋអាមេរិកជារឿយៗតែងរិះគន់ពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជាដូចជាការបង្ក្រាបលើបាតកម្មអហិង្សារបស់ពលរដ្ឋការរំលោភបំពានដីធ្លីការធ្វើបាបមន្ត្រីបកប្រឆាំងឬការចាប់សកម្មជនការពារសិទ្ធិមនុស្សដាក់គុកជាដើមក្នុងឱកាសសម្ពោធរោងចក្រក្រុមហ៊ុន Coca-Cola ថ្មីរបស់អាមេរិកនៅទីក្រុងភ្នំពេញនេះលោកហ៊ុនសែនបានណែនាំឲ្យលោក William Haidt កុំចាំមើលតែកំហុសរបស់កម្ពុជាគឺត្រូវមើលកំហុសរបស់សហរដ្ឋអាមេរិកផងប៉ុន្តែខ្ញុំសូមស្នើឲ្យដល់ប្រទេសរដ្ឋទូតអាមេរិកគាត់ត្រាស់ច្បាស់នៅសម្ដីអ្នកវិភាគនិងតំណាងសិទ្ធិមនុស្សមួយចំនួនដែលបាននិយាយជាមួយសារព័ត៌មានឲ្យច្បាស់ថាការបង្ក្រាបនៅអាមេរិកគឺត្រឹមត្រូវនិងមិនរំលោភសិទ្ធិមនុស្សបានកុំមានស្តង់ដារពីរដល់កុំមានស្តង់ដារពីរហើយខ្ញុំសង្ឃឹមថាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាធ្វើកន្លងទៅអត់ខុសទេដើម្បីការពារសម្ដាប់ធ្នាប់សម្រាប់ប្រទេសមួយរាជរដ្ឋាភិបាលទៅតែធ្វើរឿងអញ្ចឹងបើអ្វីដែលបានកើតឡើងនៅអាមេរិកកាលពីខែមុនកាលពីប្រហែលថ្ងៃមុនវាអត់ខុសនៅកម្ពុជាវាក៏អត់ខុសដូចគ្នាដែរចំពោះការលើកឡើងដូចនេះរបស់លោកហ៊ុនសែនអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Jeremy ឆ្លើយប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកឬអ៊ីមែលនៅរសៀលថ្ងៃទី 5 ធ្នូថាសហរដ្ឋអាមេរិកមានប្រវត្តិនៃបាតកម្មតវ៉ាកើតមានឡើងជាយូរយារមកហើយការតវ៉ារបស់ពលរដ្ឋតែងត្រូវបានអនុគ្រោះនិងការពារដោយអាជ្ញាធរលោកថាបណ្ដាញសារព័ត៌មានសេរីភាពក្នុងការរាយការណ៍ដោយចំហហើយប្រព័ន្ធតុលាការរបស់សហរដ្ឋអាមេរិកមានអំណាចពេញលេញប្រកបដោយឯករាជ្យក្នុងការដោះស្រាយលើការចាប់ប្រកាន់ចំពោះការអនុវត្តមិនត្រឹមត្រូវពីភាគីទាំងសងខាង
គឺពីសំណាក់បាតកោនិងសមត្ថកិច្ចលោកជេរ៉ាមែនក៏សម្គាល់បន្ថែមថាបាតកម្មក្រោយការបោះឆ្នោតនៅសហរដ្ឋអាមេរិកមិនមានទ្រង់ទ្រាយធំឡើយហើយភាគច្រើនប្រព្រឹត្តទៅដោយអហិង្សាទោះជាមានការចាក់ខ្លួនខ្លះប៉ុន្តែករណីទាំងនេះនឹងត្រូវដោះស្រាយទៅតាមនីតិវិធីគេនឹងចាំបានថានៅក្រោយការបោះឆ្នោតឆ្នាំ2013ការបង្ក្រាបរបស់សមត្ថកិច្ចកម្ពុជាទៅលើក្រុមបាតកោបកប្រឆាំងនិងទៅលើកម្មករដូចជានៅក្បែរស្ពានអាកាសស្ទឹងមានជ័យនៅមុខរោងចក្រយ៉ាជីនក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនិងនៅលើកំណាត់ផ្លូវវែងស្រេងជាដើមបានធ្វើឲ្យពលរដ្ឋជាច្រើនបាត់បង់ជីវិតនិងរងរបួសប៉ុន្តែរហូតមកទល់ពេលនេះសមត្ថកិច្ចមិនបានចាប់ខ្លួនជនដៃដល់ណាម្នាក់មកផ្ដន្ទាទោសនោះឡើយមន្ត្រីជាន់ខ្ពស់ការពារសំណុំអង្គការលីកាដូលោកអំសំអាតមានប្រសាសន៍ថាសង្គមស៊ីវិលមិនគាំទ្រឡើយចំពោះការប្រើអំពើហិង្សាឬការរំលោភសិទ្ធិមនុស្សមិនថាការរំលោភសិទ្ធិមនុស្សនោះកើតឡើងនៅកម្ពុជាឬនៅសហរដ្ឋអាមេរិកនោះទេប៉ុន្តែលោកអំសំអាតក៏សម្គាល់ថានៅសហរដ្ឋអាមេរិកនិងនៅប្រទេសប្រជាធិបតេយ្យមួយចំនួនផ្សេងទៀតមុនរដ្ឋាភិបាលឈានដល់ការប្រើកម្លាំងទប់ស្កាត់ឬបង្ក្រាបរដ្ឋាភិបាលព្យាយាមប្រើវិធីសាស្ត្រអហិង្សាជាមួយបាតកោជាមុនសិនប៉ុន្តែបើឈានដល់ការប្រើកម្លាំងមែននោះក៏គេព្យាយាមកាត់បន្ថយនៅហានិភ័យនិងជៀសវាងការបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតរបស់បាតកោតែយើងធៀបទៅកម្ពុជាយើងឃើញថាយើងមិនបានប្រើលក្ខណៈជំនាញបច្ចេកទេសហើយច្បាស់លាស់ទេព្រោះភាគច្រើនគឺយើងឃើញតែចាប់ដើមបើថាត្រូវបង្ក្រាបគឺអាជ្ញាធរបង្ក្រាបមុនហើយយើងអត់បានប្រើអស់លទ្ធភាពក្នុងកិច្ចការចរចាឬហាម5ហើយយើងបញ្ជាហានិភ័យមិនឲ្យវាទីផុតហើយបើអាចបញ្ជាបានគឺគេអត់ប្រើប្រាស់អំពើហិង្សាទេបើសិនជាក្រុមបាតកោនេះអាចនិយាយគ្នាបានគឺគេអនុញ្ញាតឲ្យធ្វើយើងអត់ឃើញមានការនិយាយគ្នាបានហើយទៅបង្ក្រាបឬក៏បាតកោធ្វើបាតកម្មដោយសន្តិវិធីហើយយើងទៅបង្ក្រាបអានឹងមានលក្ខណៈភាពខុសគ្នាបានចំណែកនាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោកប្រេដដាំប្រាប់អាស៊ីសេរីថានៅពេលសមត្ថកិច្ចសហរដ្ឋអាមេរិកប្រើហិង្សាលើពលរដ្ឋរបស់ខ្លួន Human Rights Watch និងអង្គការអន្តរជាតិផ្សេងៗទៀតតែងថ្កោលទោសសមត្ថកិច្ចនិងស្នើឲ្យមានការស៊ើបអង្កេតលោកថា Human Rights Watch ធ្លាប់ស្នើឲ្យស៊ើបអង្កេតលើបទឧក្រិដ្ឋរបស់ប្រធានាធិបតីសហរដ្ឋអាមេរិករដ្ឋមន្ត្រីក្រសួងការពារជាតិឬរបស់ប្រធាន CIA និងមន្ត្រីប៉ូលីសសហរដ្ឋអាមេរិកជាដើមហើយក៏ធ្លាប់ទាមទារឲ្យមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកចុះចេញពីតំណែងទៀតផងប៉ុន្តែសម្រាប់ប្រទេសកម្ពុជាវិញលោកប្រេដដាំយល់ថាលោកហ៊ុនសែនចាត់ទុកនឹងប្រើប្រាស់តុលាការនិងច្បាប់ជាឧបករណ៍សម្រាប់កេងចំណេញប្រយោជន៍ផ្ទាល់ខ្លួននិងបកនយោបាយរបស់គាត់ហើយជាឧបករណ៍សម្រាប់ធ្វើបាបអ្នកដែលប្រឆាំងរូបគាត់ផ្ទុយទៅវិញសម្រាប់សហរដ្ឋអាមេរិកតុលាការនិងច្បាប់គឺត្រូវបានប្រើប្រាស់ជាឧបករណ៍សម្រាប់បម្រើពុបហេតុយុត្តិធម៌ខ្ញុំយេស៊ូជីមេតាអាស៊ីសេរីភ្នំពេញ